លីបញ្ចូលខ្លឹមសារនេះជាមួយកីឡាករបាល់ទាត់ម្នាក់ដែលឈប់លេងព្រោះគាត់នៅតែជាប់ក្នុងបញ្ជីកីឡាករតោះទៅរឿងព្រេងបាល់ទាត់នាពេលបច្ចុប្បន្នរួមទាំងអ្នកទាត់ម្នាក់ដែលបានចូលនិវត្តន៍ក្នុងអំឡុងពេលមានរដូវកាលល្អបំផុតមុននឹងស្ដាប់ឃ្លីបនេះដូចសពមួយដងខ្ញុំចង់ផ្ដល់សារខ្លីមួយទៅកាន់វីរបុរសបាល់ទាត់គ្រាន់តែចុច Subscribe គឺស្មើនឹងការគាំទ្រវីរបុរសបាល់ទាត់វីរបុរសបាល់ទាត់គឺជា Channel លេខ1ដែលត្រូវមើលពេលញ៉ាំអាហារតើអ្នកបានញ៉ាំអ្វីថ្ងៃនេះប្រសិនបើខ្ញុំត្រូវពិពណ៌នាអំពីឃ្លាថាចាក់ចេញពីបាល់ទាត់មុនពេលបាល់ទាត់ចាក់ចេញពីអ្នកវាមិនមែនគ្រាន់តែជាការសម្រាករហ័សនោះទេប៉ុន្តែវាគឺជាការសម្រាកនៅពេលដែលអ្នកនៅតែមានឋានៈសំខាន់នៅតែស្ថិតក្នុងកម្រិតជើងឯកឬយ៉ាងហោចណាស់មិនទាន់ដល់ពេលដែលទម្រង់លេងកំពុងធ្លាក់ចុះរហូតដល់ទស្សនិកជនមានអារម្មណ៍ថាវាចប់ហើយជាទូទៅមានគំរូពីរយ៉ាងច្បាស់លាស់ក្រុមទី1គឺអ្នកដែលជ្រើសរើសឈប់លេងដោយខ្លួនឯងដូចជា Toni Kroos, Philipp Lahm, Xavi Alonso ក្រុមមួយទៀតគឺអ្នកដែលមានបញ្ហារាងកាយឬសុខភាពកាត់ស្គ្រីបលឿនពេកដូចជា Marco van Basten ឬ Sergio Aguero Toni Kroos គឺជាឧទាហរណ៍សិភៅសិក្សានៃឃ្លានេះគាត់បានឈប់លេងនៅអាយុ34ឆ្នាំបន្ទាប់ពីធ្វើជាខ្សែបម្រើក្នុងពាក់កណ្ដាលឆ្នាំ2023-2024គាត់បានប្រកាសយ៉ាងច្បាស់ថាមហិច្ឆតារបស់គាត់គឺបញ្ចប់អាជីពរបស់គាត់នៅពេលដែលកម្រិតនៃការលេងនៅតែខ្ពស់បំផុតមិនមែនរងចាំឲ្យខ្លួនឯងក្លាយជាបន្ទុកសម្រាប់ក្រុមនោះទេសូមគូសបញ្ជាក់ពីអាជីពរបស់គាត់មិនសូវមានអ្វីត្រូវនិយាយច្រើនទេទាំងជើងឯកពិភពលោកជើងឯកអឺរ៉ុបច្រើនសម័យកាលនិងជាខ្សែបម្រើល្អបំផុតម្នាក់នៃសម័យកាលនោះចំណុចសំខាន់គឺថាគាត់មិនបានឈប់ដោយសារតែស្ថានភាពរបស់គាត់ទេប៉ុន្តែឈប់ដោយសារតែគាត់បានជ្រើសរើសពេលវេលាត្រឹមត្រូវការប្រកួតចុងក្រោយរបស់ Kroos ក្នុងអាវពណ៌លឿងគឺស្រស់ស្អាតខ្លាំងណាស់លោក Toni Kroos បានដើរចេញពីតំបន់ពីណីហើយបានឈ្នះពានរង្វាន់ European Championship លោក Philipp Lahm បានឈប់លេងជាមួយ Bayern Munich ក្នុងវ័យ33ឆ្នាំខណៈពេលដែលនៅតែជាប្រធានក្រុមហើយនៅតែលេងក្នុងកម្រិតស្តង់ដារខ្ពស់គាត់បានពន្យល់ខ្លួនឯងថាគាត់មានអារម្មណ៍ថាគាត់រក្សាកម្រិតបច្ចុប្បន្នរបស់គាត់បានតែរហូតដល់ចុងបញ្ចប់នៃរយៈពេលនោះដូច្នេះគាត់ចង់ឈប់មុនពេលដែលក្រាស់ធ្លាក់ចុះនេះគឺជាមនុស្សម្នាក់ដែលបានអានរាងកាយខ្លួនឯងហើយបោះបង់ចោលមុនពេលវាយឺតពេល1ឆ្នាំកម្ពុជារបស់ Lahm មិនត្រឹមតែជាជើងឯកប៉ុណ្ណោះទេប៉ុន្តែវាគឺជាខ្សែបម្រើការពារដែលស្ទើរតែមិនបាត់បង់ស្តង់ដាររបស់គាត់សូម្បីតែជាមួយក្រុមជម្រើសជាតិក៏ដោយប្រសិនបើអ្នកបានឃើញទម្រង់លេងរបស់ Lahm សូមប្រាប់មិត្តភក្តិរបស់អ្នកឲ្យអានមតិយោបល់វាមិនមែនដោយសារតែគាត់ឈឺទេវាមិនមែនដោយសារតែគាត់ត្រូវបាន Bayern Munich បណ្ដេញចេញនោះទេវាមិនមែនដោយសារតែគាត់គ្មានកន្លែងឈរនោះទេគាត់បានចាក់ចេញនៅពេលដែលគាត់នៅតែជាប្រធានក្រុមគាត់បានចាក់ចេញនៅពេលដែលគាត់នៅតែជាជើងឯកគាត់បានចាក់ចេញនៅពេលដែលមនុស្សនោះនៅតែចង់ឲ្យគាត់បន្តលេងពេលXabi Alonso បានចាក់ចេញនៅអាយុ35ឆ្នាំប៉ុន្តែនៅតែលេងជាមួយ Bayern Munich ក្នុងកម្រិតជើងឯកហើយការលាលែងពីតំណែងរបស់គាត់ត្រូវបានគេមើលឃើញថាជាការបញ្ចប់ដ៏មានកិត្តិយសពីព្រោះគាត់នៅតែឃើញយ៉ាងច្បាស់ថាការគ្រប់គ្រងល្បឿននិងការដាក់បាល់របស់គាត់នៅតែខ្លាំងក្លាក្នុងអំឡុងពេលកំពូលពិតប្រាកដរបស់គាត់បានលេបថ្នាំពី Leopold ទៅ Bayern ប៉ុន្តែរយៈពេលចុងក្រោយនេះមិនមែនជាទីបញ្ចប់នៃរូបភាពរបស់កីឡាករបាល់ទាត់នោះទេករណីរបស់ Xabi គឺថាគាត់កាន់តែចាស់ទៅប៉ុន្តែបាល់នៅក្មេងនៅឡើយការប្រកួតចុងក្រោយរបស់ Lahm និង Alonso គឺជាការប្រកួតលាគ្នាក្នុងពេលតែមួយ Bayern Munich ឈ្នះ 4-1 លោក Lahm គឺជាប្រធានក្រុមហើយបាននាំក្រុមទៅកាន់ទីលានហើយត្រូវបានជំនួសនៅនាទីទី87ដោយការអបអរសាទរពីអ្នកគាំទ្រនៅលើទីលាន Alonso បាននិយាយលាក្រុមគ្រួសាររបស់គាត់នៅចំពោះមុខអ្នកគាំទ្រនៃ Allianz Arena រួមជាមួយនឹងរូបភាពរបស់កីឡាករបាល់ទាត់ម្នាក់ដែលបានដើរចេញដោយស្ទីល Eric Cantona គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅក្នុងឧស្សាហកម្មនេះនៅពេលដែលគាត់ឈប់លេងនៅអាយុ30ឆ្នាំជិត31ឆ្នាំបន្ទាប់ពីចូលរួមជាមួយ United ក្នុង Champions League ហើយនៅតែជាចំណុចកណ្ដាលនៃសម័យកាលផ្លាស់ប្ដូរទៅរកភាពអស្ចារ្យរបស់ Samuelson ទាំងផ្នែកខាងឆ្វេងនិងខាងស្ដាំរបស់ United នៅតែត្រូវបានគេហៅថាជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយរបស់ Samuelson ចំពោះបទសម្ភាសន៍ក្រោយរបស់ Cantona វាបានឆ្លុះបញ្ចាំងថាគាត់ចង់រស់នៅជីវិតសិល្បៈហើយមិនចង់បន្តលេងទេប្រសិនបើកម្លាំងចលករនៅខាងក្នុងមិនដូចគ្នាទេគាត់គឺជាឧទាហរណ៍នៃមនុស្សម្នាក់ដែលមិនអនុញ្ញាតឲ្យហ្គេមលេបត្របាក់ខ្លួនឯងយឺតនោះទេនិយាយឲ្យសាមញ្ញទៅគាត់បានលេងរហូតដល់គាត់អស់ថាមពលគាត់មិនបានអស់ថាមពលជាមួយបាល់ទាត់ទេគាត់មិនដឹងពីរបៀបលេងបាល់ទាត់ទេប៉ុន្តែគាត់អស់ថាមពលជាមួយនឹងប្រព័ន្ធបាល់ទាត់អាជីព Cantona គឺជាសិល្បករជាអ្នកឯករាជ្យជាមនុស្សដែលមិនចូលចិត្តជាប់ក្នុងប្រអប់តែមួយហ្វឹកហាត់ប្រកួតប្រជែងធ្វើដំណើរត្រូវបានចាប់បានដោយប្រព័ន្ធផ្សព្វផ្សាយនិងស្ថិតនៅក្រោមបញ្ជាដូចគ្នាជារៀងរាល់ថ្ងៃសម្រាប់អត្តពលិកធម្មតានោះគឺជាវិជ្ជាជីវៈមួយប៉ុន្តែសម្រាប់ Cantona វាបានចាប់ផ្ដើមក្លាយជារង្វង់មួយគាត់បានជ្រើសរើសបញ្ចប់ខ្លួនឯងនៅពេលដែលគាត់នៅតែមានអំណាចលើរូបភាពផ្ទាល់ខ្លួនរបស់គាត់ការប្រកួតចុងក្រោយរបស់គាត់គឺ Man Utd ទល់នឹង West Ham ក្នុងឆ្នាំ1997គ្មានការលាគ្នាទេពីព្រោះគ្មាននរណាម្នាក់ដឹងថានេះជាការប្រកួតចុងក្រោយរបស់ Stag នោះទេគាត់បានទៅទស្សនាការប្រកួតដោយគ្មានពិធីអ្វីឡើយពេលសន្និសីទសារព័ត៌មានចាប់ Cantona ផ្ទាល់មិនបាននៅក្នុងបន្ទប់សន្និសីទសារព័ត៌មានទេកីឡាករបន្ទាប់គឺ Michael Platiniគាត់បានឈប់លេងនៅពេលគាត់មានអាយុ32ឆ្នាំបន្ទាប់ពីមានភាពជោគជ័យរយៈពេល3ឆ្នាំគាត់នៅតែជាតារាឆ្នាំរហូតដល់គាត់បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយក្រុម
The Vintage មិនយូរប៉ុន្មានក្រោយមកនៅក្នុងការប្រកួតផ្ទាល់ខ្លួនរបស់គាត់បាននិយាយថាគាត់មិនអាចបន្តលេងបានទេព្រោះភាពសប្បាយរីករាយបានបាត់បង់ទៅហើយសម្រាប់កីឡាករបាល់ទាត់អាជីពពេលខ្លះសញ្ញាណនៃការអស់ថាមពលគឺសំខាន់ដោយការឈឺចាប់ខាងរាងកាយដែរ Petene គឺជាឧទាហរណ៍នៃការនិយាយលាមុនពេលទម្រង់លេងត្រូវបានធ្លាក់ចុះគាត់បានប្រាអារម្មណ៍ខាងក្នុងរបស់គាត់ជាការវិនិច្ឆ័យប៉ុន្តែករណីរបស់ Petene មិនមែនជាការប្រកួតដ៏កំពូលបំផុតនៅក្នុងពិភពលោកនៅពេលនោះដោយគ្រូបង្វឹកឬ Rem នោះទេប៉ុន្តែវាគឺជាករណីនៃរឿងព្រេងនិទានដែលនៅតែមានឈ្មោះមានថ្នាក់ហើយមិនទាន់ក្លាយជាសមាសធាតុនៅឡើយគាត់បានជ្រើសរើសឈប់មុនពេលគាត់ត្រូវត្រឡប់ទៅរកកំណែតូចជាងរបស់គាត់វិញប៉ាទីនីមិនបានអនុញ្ញាតឲ្យរាងកាយរបស់គាត់ក្លាយជាចំណុចមួយនោះទេគាត់មិនចង់ទទួលយកតួនាទីនៃការត្រឡប់ទៅវិញទេនៅពេលដែលគាត់សប្បាយចិត្តនឹងបាល់ទាត់គាត់ចាប់ផ្ដើមបាត់ខ្លួនប៉ាទីនីគឺជាអត្តពលិកម្នាក់ដែលលេងដោយខួរក្បាលសិល្បៈនិងកម្លាំងនៃការប្រកួតនៅពេលដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់មិនអាចលេងតាមរបៀបដដែលបានដោយដែលខ្ញុំបាននិយាយស្តេចមិនអាចចុះទៅធ្វើជាមហេស៊ីបានទេកម្រិតណាក៏ដោយគឺជាកម្រិតនោះចំពោះ Detoshi Nekete វាជាករណីឆៅនិងត្រង់ប៉ុន្តែអត្ថន័យគឺសាមញ្ញណាស់គាត់គ្រាន់តែមិនចង់កុហកខ្លួនឯងប៉ុណ្ណោះទោះបីជាវាមិនមែនជាកំពូលភ្នំក៏ដោយគាត់នៅតែមានផ្លូវវែងឆ្ងាយដែលត្រូវទៅនៅពេលដែលគាត់ចូលនិវត្តន៍នៅអាយុ29ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ2006ក្នុងការចងចាំរបស់គាត់នៅតែជាតារាអាស៊ីដ៏ល្បីល្បាញម្នាក់ដែលជាឃាតករសេរីដ៏ស្រស់ស្អាតម្នាក់ហើយគាត់គឺជាកីឡាករបាល់ទាត់អាស៊ីដ៏ល្បីល្បាញបំផុតម្នាក់នៅសម័យនោះមូលហេតុនៃការចូលនិវត្តន៍របស់គាត់មិនមែនជាការឈឺចាប់ធ្ងន់ធ្ងរនោះទេប៉ុន្តែគាត់ដឹងថាចំណង់ចំណូលចិត្តរបស់គាត់ចំពោះបាល់ទាត់បានបាត់បង់ទៅហើយ Tony Coit បានលាឈប់ដោយសារតែគាត់ចង់បញ្ចប់អាជីពរបស់គាត់ Rem បានលាឈប់ព្រោះគាត់ដឹងថាស្តង់ដារខ្ពស់បំផុតគួរតែនៅទីណា Cantone បានលាឈប់ព្រោះគាត់មិនចង់ស្នាក់នៅក្នុងទ្រង់នៃអាជីពបាល់ទាត់របស់គាត់ប៉ុន្តែ Nekete បានលាឈប់ព្រោះគាត់មានអារម្មណ៍ថាគាត់មិនចង់បន្តកុហកខ្លួនឯងថាគាត់នៅតែមានចំណង់ចំណូលចិត្តនេះជាមូលហេតុដែល Nekete គឺជាឧទាហរណ៍ច្បាស់លាស់មួយនៃឃ្លាថាចាក់ចេញពីបាល់ទាត់មុនពេលបាល់ទាត់ចាក់ចេញពីអ្នកទោះបីជានៅពេលនោះ Nekete មិនទាន់ដល់កម្រិតកម្ពស់របស់គាត់ដូចពេលដែលគាត់នៅទីក្រុងរ៉ូមឬភូមាក៏ដោយប៉ុន្តែគាត់នៅតែជារូបតំណាងលេខ1របស់ប្រទេសជប៉ុនហើយនៅតែលេងបាល់ទាត់ពិភពលោកហើយនៅចុងបញ្ចប់នៃអាជីពរបស់គាត់បានផ្លាស់ទៅ Boten ក្នុងក្របខ័ណ្ឌ Premier League ហើយរូបភាពចុងក្រោយរបស់គាត់ជាមួយបាល់ទាត់គឺការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2006រវាងប្រេស៊ីលនិងជប៉ុនត្រូវតែយកឈ្នះប្រេស៊ីលដើម្បីមានឱកាសឡើងទៅវគ្គបន្តប៉ុន្តែនៅទីបញ្ចប់កីឡាករ Ronaldo Rodrigo និង Keke របស់ប្រេស៊ីលបានយកឈ្នះប្រេស៊ីល4មួយបន្ទាប់ពីសម្លេងកញ្ចែបញ្ចប់ការប្រកួតរូបភាពដែលមនុស្សចងចាំគឺ Nekete ដេកនៅកណ្ដាលទីលាននៅតែដូចជាមនុស្សម្នាក់ដែលដឹងថាមានអ្វីមួយក្នុងជីវិតបានចប់ហើយការមានជីវិតគឺការធ្វើដំណើរហើយការធ្វើដំណើរគឺការមានជីវិតនោះហើយជាអ្វីដែល Nekete មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងនៅក្នុងអាជីពរបស់គាត់មនុស្សម្នាក់ទៀតដែលបានលាឈប់បន្ទាប់ពីព្រឹត្តិការណ៍ World Cup គឺជារឿងព្រេងនិទានដូចជា Zidane គាត់ប្រហែលជាមិនមែនជាកីឡាករវ័យក្មេងបំផុតនោះទេប៉ុន្តែគាត់គឺជាកីឡាករដែលមានភាពច្នៃប្រឌិតបំផុតគាត់បានប្រកាសថាគាត់នឹងលាឈប់បន្ទាប់ពីព្រឹត្តិការណ៍ World Cup ឆ្នាំ2006ខណៈពេលដែលនៅតែដឹកនាំក្រុមជម្រើសជាតិរបស់គាត់ទៅវគ្គផ្ដាច់ប្រត់គាត់បានបញ្ជូនបាល់ទៅមកហើយនៅក្នុងការប្រកួតនោះ Zidane នៅតែលេងដោយភាពរីករាយពេញលេញរបស់គាត់ហើយគាត់គឺជាខ្សែការពារស្តាំនៃពានរង្វាន់បាល់មាសគាត់ក៏ជាសិស្សពូកែបំផុតនៅក្នុងការប្រកួតផងដែរចំណុចខ្លាំងចម្បងរបស់គាត់បានមកពីការតាំងចិត្តនិងរាងកាយរបស់គាត់ក៏ដូចជាអារម្មណ៍ថាពេលវេលាបានមកដល់ហើយប្រសិនបើអ្នកកាត់ចេញនៅចុងបញ្ចប់ដ៏គួរឲ្យធុញទ្រាន់នៅក្នុងវគ្គផ្ដាច់ប្រត់ចរិតពិតនៃករណីនេះគឺជាតារាល្បីម្នាក់ដែលនៅតែអាចបន្តទៅមុខទៀតបានប៉ុន្តែគាត់បានជ្រើសរើសបញ្ឈប់ខ្លួនឯងជាមុនសិន Zidane បានលាជីតាតួរបស់គាត់បន្ទាប់ពីចាញ់ការប្រកួតដ៏ល្បីល្បាញមួយការបញ្ចប់របស់គាត់គឺទាំងអស្ចារ្យឈឺចាប់និងជារឿងព្រេងនិទានហើយគ្មាននរណាម្នាក់អាចបំភ្លេចវាបានឡើយ Zidane បានប្រកាសមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ2006ថាបន្ទាប់ពីការប្រកួតគាត់នឹងឈប់លេងបាល់ទាត់អាជីពនៅពេលនោះគាត់មានអាយុ34ឆ្នាំគាត់បានលេងឲ្យ Real Madrid ក្នុងនាមជាខ្សែការពារស្តាំចុងក្រោយហើយគាត់មានអារម្មណ៍ថារាងកាយនិងកម្លាំងចិត្តខាងក្នុងរបស់គាត់ឡើងដូចមុនទៀតហើយគាត់មិនចង់អូសទាញខ្លួនឯងចូលទៅក្នុងឆ្នាំក្រោយដើម្បីចូលនិវត្តន៍យឺតនោះទេប៉ុន្តែគាត់បានជ្រើសរើសប្រើប្រាស់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ2006ជាជំពូកចុងក្រោយនៃជីវិតរបស់ Nekete ការរំចុងក្រោយរបស់កីឡាករលំដាប់លេខ1លើពិភពលោកគឺជាអ្វីមួយដែលមិនធម្មតារឿងរ៉ាវទាំងនេះស្ថិតនៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នាប្រសិនបើគ្មាន Nekete ទេមនុស្សជាច្រើននឹងចងចាំគាត់ថាជា6អង្គដែលបានដើរចុះពីលើឆាកតាមរបៀបដ៏ល្អឥតខ្ចោះប៉ុន្តែជាមួយ Nekete ហើយគាត់គឺជាជើងឯកពិភពលោកការបញ្ចប់របស់គាត់បានក្លាយជារឿងព្រេងនិទានរបស់មនុស្សជាតិ Frank Rijkaard គឺជាមនុស្សម្នាក់ទៀតដែលការលាគ្នារបស់គាត់គឺស្អាតស្អំគាត់បានបញ្ចប់អាជីពរបស់គាត់នៅក្នុងការប្រកួតមួយដែលនាំគាត់ទៅកាន់ Hull ក្នុងឆ្នាំ1995គាត់ថែមទាំងបានយកឈ្នះក្រុមចាស់របស់គាត់គឺ AC Milan ទៀតផងវាជាការប្រកួតដ៏ស្រស់ស្អាតនិងស្ងាត់ជ្រងបំផុតពីព្រោះការប្រកួតចុងក្រោយរបស់គាត់មិនមែនគ្រាន់តែជាការលាគ្នានោះទេប៉ុន្តែជាការដើរចេញពីទីលានជាមួយទ្វីបអឺរ៉ុបទាំងមូល
Rijkaard បានចូលនិវត្តន៍នៅអាយុ32ឆ្នាំហើយបានត្រឡប់មកស្នាក់នៅជាមួយ Ajaxco នៅចុងបញ្ចប់នៃអាជីពរបស់គាត់នៅពេលនោះគាត់មិនមែនគ្រាន់តែជាតារាថ្មីនោះទេប៉ុន្តែគាត់ក៏ជាកីឡាករសំខាន់ជាបងប្រុសធំជាខួរក្បាលនិងជាឆ្អឹងខ្នងរបស់ក្រុម Ajaxco ក្នុងសម័យកាលរបស់លោក Louis van Gaal ក្រុម Ajax ពោរពេញទៅដោយកីឡាករដ៏អស្ចារ្យដូចជា Patrick Kluivert, Edgar David, Colin Seedorf, Edwin van der Sar, Marc Overmars, Jere Ritmanen ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមវ័យក្មេងនេះអាចទៅចូលរួមការប្រកួតជើងឯកអឺរ៉ុបបានគឺបទពិសោធន៍របស់ Rijkaard គាត់ប្រៀបដូចជាចន្លោះប្រហោងសម្រាប់មនុស្សជំនាន់ថ្មីដើម្បីបន្តការសិក្សារបស់ពួកគេហើយនៅពេលដែលបេសកកម្មបានបញ្ចប់គាត់បានជ្រើសរើសឈប់ Edwin van der Sar គឺជាករណីលើកលែងដ៏គួរឲ្យចាប់អារម្មណ៍មួយគាត់មិនបានឈប់នៅវ័យក្មេងទេប៉ុន្តែគាត់បានឈប់នៅអាយុ40ឆ្នាំខណៈពេលដែលគាត់នៅតែជាអ្នកចាំទីកម្រិតជើងឯកជាមួយ Man Hut ហើយនៅពាក់កណ្ដាលរដូវកាលគាត់នៅតែត្រូវបានដំឡើងឋានៈទៅកម្រិតខ្ពស់បំផុតដូច្នេះគាត់ស្ថិតនៅក្នុងគំនិតនេះតាមរបៀបមួយផ្សេងទៀតទោះបីជាគាត់មានវ័យចំណាស់ណាស់ក៏ដោយគាត់មិនបានបណ្ដោយឲ្យខ្លួនឯងរអិលចុះពីលើភ្នំរហូតដល់រូបភាពរបស់គាត់ផ្លាស់ប្ដូរនោះទេសរុបមកគាត់មិនចាំបាច់ឈប់លឿនបែបនេះទេប្រសិនបើអ្នកឈប់នៅពេលដែលអ្នកនៅតែឃើញថាអ្នកនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតពីព្រោះនៅចុងបញ្ចប់នៃអាជីពរបស់គាត់នៅតែមានស្តង់ដារខ្ពស់ជាមួយ Man Hut ប៉ុន្តែក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ភរិយារបស់គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារកំណកឈាមក្នុងខួរក្បាលនៅចុងឆ្នាំ2009ដែលធ្វើឲ្យគាត់សម្លឹងមើលជីវិតក្រៅបាល់ទាត់កាន់តែធ្ងន់ធ្ងរគាត់ដឹងថានេះជាពេលវេលាដ៏ល្អបំផុតទាំងក្នុងនាមជាកីឡាករបាល់ទាត់និងជាបុរសក្នុងគ្រួសារគាត់បានចាក់ចេញពីបាល់ទាត់ជាមួយនឹងឋានៈកម្រិតខ្ពស់ជើងឯក Premier League ជាមួយនឹងឈ្មោះដ៏ស្រស់ស្អាតនិងមានការយល់ដឹងទូទាំងពិភពលោក Didier Deschamps បានលាលែងពីតំណែងនៅអាយុ32ឆ្នាំបន្ទាប់ពីបានឡើងដល់វ៉ាផ្ដាច់ព្រាត់ឬខលជាមួយ Valencia និងបន្ទាប់ពីបានក្លាយជាប្រធានក្រុមជម្រើសជាតិសម្រាប់ទាំងពានរង្វាន់ World Cup និង European Championship មិនយូរប៉ុន្មាន Deschamps ផ្ទាល់បានពន្យល់ថារាងកាយរបស់គាត់កំពុងបញ្ជូនសញ្ញាដូច្នេះគាត់មិនចង់បន្តទៅមុខទៀតទេ Deschamps មិនមែនជាអ្នកទាត់បាល់4ជំហានដោយកីឡាករដែលលេងដោយ Widmont នោះទេគាត់គឺជាខ្សែបម្រើកណ្ដាលរបស់ក្រុមក្នុងតំណែងនេះប្រសិនបើរាងកាយរបស់គាត់មិនឆ្លើយតបគ្រាន់តែយឺតបន្តិចការប្រកួតនឹងកាន់តែតានតឹងពេលខ្លះការស្នាក់នៅយូរពេកអាចធ្វើឲ្យរូបភាពដ៏ស្រស់ស្អាតបំផុតត្រូវបានលុបចោលបន្តិចម្ដងជាមួយនឹងកំណែខ្សោយជាងរបស់គាត់ការសម្រេចចិត្តដ៏ល្អក្នុងការឈប់មិនមែនជាកំហុសនោះទេវាគឺជាភាពក្លាហានមួយប្រភេទទីភាពក្លាហានមិនខ្លាចភាពក្លាហានមិនចុះចាញ់ភាពក្លាហានក្នុងការទទួលយកថាជីវិតបន្ទាប់ពីបាល់ទាត់មានអត្ថន័យនិងភាពក្លាហានក្នុងការអនុញ្ញាតឲ្យអ្នកគាំទ្រចងចាំអ្នកនៅថ្ងៃដ៏ស្រស់ស្អាតកីឡាករបាល់ទាត់ពិតជាអាចជ្រើសរើសបានតើអ្នកណាមិនចង់បញ្ចប់បែបនោះចេញទៅក្រៅនៅពេលដែលនៅតែមានមនុស្សដែលសោកសៅចេញទៅក្រៅនៅពេលដែលនៅតែមានមនុស្សដែលសួរថាហេតុអ្វីបានជាអ្នកមិនលេងទៀតនៅមានមនុស្សជាច្រើនដែលមិនមែនសុទ្ធតែជាអ្នកទាត់បាល់ free fit ទាំងអស់នោះទេប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យមានសុខភាពល្អនោះទេ Michael van Basten ប្រសិនបើគាត់មិនរងរបួសទេពិភពបាល់ទាត់នឹងខុសគ្នា Sergio Aguero នៅតែអាចលេងបានប៉ុន្តែគាត់មានបញ្ហាបេះដូង Raphael Varane មានអាយុត្រឹមតែ31ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់សម្រេចចិត្តឈប់លេងស្តង់ដាររួមរបស់គាត់នៅតែខ្ពស់ជាងកីឡាករបាល់ទាត់ដទៃទៀតអ្វីដែលធ្វើឲ្យគាត់មិនពេញចិត្តគឺការឈឺចាប់ជង្គង់ធ្ងន់ធ្ងរដែលធ្វើឲ្យគាត់ឈប់លេង Dus Fontaine ដែលជាកីឡាករឆ្នើមម្នាក់នៅប្រទេសបារាំងអាចជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានគំនិតអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីបាន13គ្រាប់ក្នុងពិភពលោកក្នុងឆ្នាំ1958គាត់ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាកីឡាករឆ្នើមម្នាក់ដែលកាន់តែធំប៉ុន្តែការបាក់ជើងនិងការជាសេះស្បើយមិនពេញលេញបានធ្វើឲ្យគាត់ឈប់លេងនៅអាយុ28ឆ្នាំនេះជាមូលហេតុដែលបាល់ទាត់គឺជាករណីនៃការចាក់ចេញលឿនពេកមរតករបស់វីរបុរសមិនមែននិយាយអំពីការស្នាក់នៅរយៈពេលយូរនោះទេប៉ុន្តែវានិយាយអំពីការមិនស្នាក់នៅរហូតដល់អ្នកអស់កម្លាំងវាមិនមែននិយាយអំពីការរត់ចេញឬបោះបង់ចោលឬធ្វើអ្វីខុសនោះទេវាជាសិទ្ធិរបស់កីឡាករបាល់ទាត់ក្នុងការអានជីវិតរបស់គាត់ហើយជ្រើសរើសទីបញ្ចប់របស់គាត់ការឈប់គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីនិយាយលាកីឡាករបាល់ទាត់វាមិនមែនដោយសារតែកីឡាករបាល់ទាត់លេងស្រឡាញ់ពួកគេទៀតទេប៉ុន្តែដោយសារតែពួកគេស្រឡាញ់មរតករបស់ពួកគេហើយមិនរងចាំបាល់ទាត់ក្លាយជាសញ្ញាមួយដែលបង្ហាញថាអ្នកគ្រប់គ្រាន់ហើយសូមអរគុណសម្រាប់ការទស្សនាពីព្រោះបាល់ទាត់មានអត្ថន័យលើសពីបាល់ទាត់ទៅទៀតខ្ញុំត្រូវទៅហើយឥឡូវនេះជួបគ្នានៅវីដេអូបន្ទាប់លាហើយ